យោធាសៀមប្រើយន្តហោះថ្មីប្រភេទ T50 ទម្លាក់គ្រាប់បែក4គ្រាប់ចូលទីប្រជុំជនក្បែរភ្នំសំពៅនៅវេលាម៉ោង 10 ព្រឹកថ្ងៃទី 24 ខែធ្នូឆ្នាំ 2025 នេះយោធាសៀមបានប្រើយន្តហោះប្រភេទថ្មីឈ្មោះ T50 ទម្លាក់គ្រាប់ធុនធ្ងន់ចំនួន4គ្រាប់ចូលតំបន់ទីប្រជុំជនក្បែរភ្នំសំពៅស្រុកបាណន់ខេត្តបាត់ដំបងទីតាំងទម្លាក់គ្រាប់គោលដៅថ្មីនេះធ្វើឲ្យសិស្សសាលានិងជនស៊ីវិលកំពុងរស់នៅក្បែរនោះនាំគ្នាភ័យតក់ស្លុតរត់គេចពីយន្តហោះទាំងត្រដាបត្រដួសនៅព្រឹកនេះដែរសៀមបានបើកការវាយប្រហារលើគោលដៅជាច្រើនដូចជានៅចំណុចភ្នំខ្មោចតំបន់មុខប្រាសាទព្រះវិហារដោយប៉ុនប៉ងរោលថ្មើរជើងចូលកាន់កាប់ប៉ុន្តែត្រូវបានកងកម្លាំងកម្ពុជាវាយបកវិញដោយ BM21 ជាច្រើនគ្រាប់ធ្វើឲ្យសៀមខ្ចាត់ខ្ចាយត្រឡប់បកក្រោយវិញនៅឯតំបន់អូស្មាច់វិញយោធាសៀមក៏បានប្រើដ្រូនអត្តឃាតនិងកាំភ្លើង 12.7 បំពាក់លើរថក្រោះនិងរថពាសដែកវាយប្រហារមកលើទីតាំងអគារពាណិជ្ជកម្មឯកជននៅវេលាម៉ោង 9:40 នាទីព្រឹកថ្ងៃនេះដែរយោធាសៀមបានផ្លោងគ្រាប់ចូលចំណុចកូនត្រីលើផ្លូវជាតិលេខ 5 នៃស្រុកអូជ្រៅបណ្ដាលឲ្យរងរបួសជនស៊ីវិល 3 នាក់ក្នុងនោះមានក្មេងស្រីម្នាក់ទៀតផងចាប់ពីវេលាម៉ោង 7:15 នាទីព្រឹកមិញយោធាសៀមបានវាយសន្ទប់យ៉ាងខ្លាំងដោយប្រើប្រាស់កាំភ្លើងធំនិងដ្រូនអត្តឃាតនៅភូមិសាស្ត្រច័ន្ទក្រហមនិងប្រាសាទព្រះវិហារទោះបីជាកម្លាំងយោធាសៀមវាយសម្រុកប៉ុនប៉ងកាន់កាប់យ៉ាងសន្ធាប់ខ្លាំងយ៉ាងណាក៏ដោយក៏មិនទាន់អាចឈរជើងកាន់កាប់លើទឹកដីរបស់កម្ពុជាបានឡើយដោយកម្លាំងវីរៈកងទ័ពកម្ពុជាបានវាយបកវិញយ៉ាងចាក់ដៃធ្វើឲ្យសត្រូវខ្ចាត់ខ្ចាយស្ថានទូតចិនស្នើឲ្យកម្ពុជាថៃឈប់បាញ់ជាបន្ទាន់ជាថ្មីម្ដងទៀតលោកវ៉ាងវិនពីនឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជានៅព្រឹកថ្ងៃទី 24 ខែធ្នូនេះបានស្នើឲ្យកម្ពុជានិងថៃត្រូវបញ្ឈប់ការបាញ់ប្រហារគ្នាឲ្យបានឆាប់ចាប់ផ្ដើមសន្ទនាឡើងវិញនិងដោះស្រាយចំនួនព្រំដែនដោយសន្តិវិធីតាមរយៈបណ្ដាញសង្គមផ្លូវការរបស់ស្ថានទូតលោកឯកអគ្គរដ្ឋទូតចិនបានអះអាងថាភាគីចិនគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងសម្របសម្រួលរបស់អាស៊ាននិងគាំទ្រទូនាទីដ៏សំខាន់របស់ក្រុមអ្នកសង្កេតការណ៍អាស៊ានក្នុងការឃ្លាំមើលបទចុះបាញ់ហើយចិនរីករាយក្នុងការបង្កើតលក្ខខណ្ឌឡើងវិញនិងផ្ដល់វេទិកាសម្រាប់ការសន្ទនានិងកិច្ចចរចារវាងភាគីទាំងពីរចិនសង្ឃឹមថាកម្ពុជានិងថៃនឹងរួមដំណើរគ្នាបន្តទៅមុខខិតខំស្ដារទំនុកចិត្តគ្នាទៅវិញទៅមកនិងកសាងសន្តិភាពឡើងវិញតាមបណ្ដោយព្រំដែនគួររំលឹកថាក្រោយពីទស្សនកិច្ចនៅប្រទេសកម្ពុជានិងថៃរយៈពេល6ថ្ងៃរបស់បេសកជនពិសេសក្រសួងការបរទេសចិនលោកតេងស៊ីជុនដើម្បីសម្របសម្រួលឲ្យមានបទចុះបាញ់ក្រសួងការបរទេសចិនបានចេញសេចក្តីថ្លែងការណ៍មួយអះអាងថាអ្វីដែលជាអាទិភាពបន្ទាន់បំផុតគឺការសម្រេចឲ្យបាននៅបទឈប់បាញ់ជាបន្ទាន់បញ្ឈប់ការប្រយុទ្ធគ្នានិងបន្តសន្ទនាដើម្បីដោះស្រាយជម្លោះព្រំដែនតាមរយៈមធ្យោបាយសន្តិវិធីរដ្ឋមន្ត្រីការបរទេសបារាំងអំពាវនាវឲ្យកម្ពុជានិងថៃអនុវត្តបទឈប់បាញ់ភ្លាមលោកហ្សង់ណូអែលបារ៉ូរដ្ឋមន្ត្រីការបរទេសបារាំងបានអំពាវនាវឲ្យកម្ពុជានិងថៃអនុវត្តបទឈប់បាញ់ភ្លាមហើយជំរុញឲ្យមានការចរចាដើម្បីសន្តិភាពប្រកបដោយភាពត្រឹមត្រូវនិងចីរភាពលោករដ្ឋមន្ត្រីបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍ដែលគេហទំព័រផ្លូវការរបស់ស្ថានទូតបារាំងប្រចាំកម្ពុជាបានចេញផ្សាយថាជំនួសរវាងប្រទេសកម្ពុជានិងប្រទេសថៃបានបង្កឲ្យមានការជម្លៀសមនុស្សប្រមាណ1លាននាក់រួចមកហើយលោកបានអំពាវនាវឲ្យសមាភាគីកម្ពុជានិងថៃត្រូវចូលរួមឲ្យមានបទឈប់បាញ់ភ្លាមសន្តិភាពមួយប្រកបដោយភាពត្រឹមត្រូវនិងចីរភាពអាចទទួលបានតាមរយៈនៃការចរចាតែប៉ុណ្ណោះរាជរដ្ឋាភិបាលកម្ពុជាសម្រេចបញ្ចុះអត្រាពន្ធគយនិងអត្រាអាករពិសេសលើមុខទំនិញនាំចូលមួយចំនួនទំនិញនាំចូលសំខាន់មួយចំនួនត្រូវបានរាជរដ្ឋាភិបាលបញ្ចុះអត្រាពន្ធគយនិងអាករពិសេសចាប់ពីថ្ងៃទី 1 ខែមករាឆ្នាំ 2026 តទៅមុខទំនិញមួយចំនួននេះរួមមានទី 1 ទំនិញកូនបាក់សីរស់កុំព្យូទ័រនិងបរិក្ខារអង់តែននិងបរិក្ខារព្រមទាំងឧបករណ៍ប្រើប្រាស់មន្ទីរពិសោធន៍និងគ្រឿងបន្លាស់ត្រូវបានបញ្ចុះអត្រាពន្ធនាំចូលពី 15 និង 7% មក 0% ទី 2 បញ្ចុះអត្រាពន្ធនាំចូលពី 15% មក 7% លើមុខទំនិញបន្ទះសម្លេងកែវម៉ាស៊ីនក្រឡុកនិងម៉ាស៊ីនគៀបទឹកផ្លែឈើឆ្នាំងដាំបាយអគ្គិសនីម៉ាស៊ីនសម្លេងថ្មលាក់និងលាក់ទី 3 បញ្ចុះអត្រាពន្ធនាំចូលពី 35% មក 7% លើមុខទំនិញថ្នាំលាបការពារសំណឹកលើទូនីវាទី 4 បញ្ចុះអត្រាពន្ធនាំចូលពី 35 មក 15% លើឡអគ្គិសនីសម្រាប់ដុតឬអាំងនិងរថយន្តដឹកអ្នកដំណើរប្រភេទលីម៉ូស៊ីន 5 មុខទំនិញម៉ូទ័រសម្រាប់យានយន្តអគ្គិសនីម៉ាស៊ីនបូមធូលីនិងឧបករណ៍ចាក់សំឡេងបញ្ចុះអត្រាអាករពិសេសពី 10 មកនៅ 0% និងទី 6 ចុងក្រោយបញ្ចុះអត្រាអាករពិសេសពី 10% មក 5% សម្រាប់អាគុយយានយន្តអគ្គិសនី
ពលរដ្ឋរាប់ពាន់នាក់ជួបជុំគ្នាធ្វើសមាធិនៅខេត្តសៀមរាបដើម្បីសន្តិភាពក្រុមអ្នកសិល្បករយីជីតាជីប្រជាពលរដ្ឋសិស្សានុសិស្សរាប់ពាន់នាក់បានជួបជុំគ្នាធ្វើសមាធិនៅសួនច្បារព្រះអង្គជ័យព្រះអង្គចោមក្នុងក្រុងសៀមរាបកាលពីថ្ងៃម្សិលមិញដើម្បីឲ្យកម្ពុជាមានសន្តិភាពឡើងវិញបន្ទាប់ពីមានសង្គ្រាមឈ្លានពានពីសំណាក់យោធាសៀមមកលើកម្ពុជាលោកតាន់កឹមសួរប្រធានគម្រោងសិល្បៈដើម្បីសន្តិភាពបានឲ្យដឹងថាគោលបំណងនៃការធ្វើសមាធិនាពេលនេះដើម្បីបង្ហាញទៅកាន់ពិភពលោកថាប្រជាពលរដ្ឋកម្ពុជាចង់ឲ្យសង្គ្រាមឆាប់ចប់ហើយនាំមកនូវសន្តិភាពវិញនៅយប់ថ្ងៃដដែលនេះប្រជាពលរដ្ឋខ្មែរនិងភ្ញៀវបរទេសដែលកំពុងស្នាក់នៅនឹងធ្វើការនៅខេត្តសៀមរាបក៏បាននាំគ្នាអុជភ្លើងទៀនដើម្បីសម្ដែងអារម្មណ៍សោកសៅកើតឡើងពីសោកនាដកម្មនៃសង្គ្រាមនិងទាមទារនៅសុខសន្តិភាពពេញលេញជូនមាតុភូមិនិងប្រជាជនកម្ពុជា